បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើរូបមន្តទឹកដោះគោខាប់ហើយជាទូទៅទឹកដោះគោខាប់គេប្រើជាមួយនឹងស្ករសប៉ុន្តែថ្ងៃនេះខ្ញុំបដូរពីស្ករសប្រើជាមួយនឹងស្ករត្នោតខ្មែរយើងនេះវិញគឺមានក្លិនឈ្ងុយស្រទន់ជាងស្ករសអញ្ចឹងសម្រាប់ស្ករបងប្អូនទាំងអស់គ្នាចង់ប្រើសក៏បានក្រហមក៏បានទៅតាមចំណូលចិត្តទេអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថាប្រើស្ករត្នោតនេះវាចេញជាកំហាប់បែបណាតោះទៅមើលវិធីធ្វើទាំងអស់គ្នាដោះគោខាប់របស់យើងគឺបានធ្វើរួចរាល់ហើយសម្រាប់កំហាប់របស់វាវិញគឺខ្ញុំធ្វើតែត្រឹមប៉ុណ្្នេះទេអ្នកទាំងអស់គ្នាខ្ញុំអត់ធ្វើខាប់ពេកទេពេលដែលវាត្រជាក់ទៅវាហិតទៅខាប់ជាងនឹងទៀតទៅហើយសម្រាប់ពណ៌សម្បុររបស់យើងវិញគឺរៀងស្អាតស្រស់បន្តិចហើយវាអាចសដូចទឹកដោះគោដែលលក់នៅតាមទីផ្សារតែសម្រាប់ក្លិនវិញគឺឈ្ងុយប្រហើររសជាតិវិញគឺផ្អែមស្រទន់ហ្មងបើយកទៅដាក់ជាមួយនឹងភេសជ្ជៈហើយជាមួយនឹងផ្អែមពីលើអីគឺឆ្ងាញ់ខ្លាំងហើយសម្រាប់រសជាតិវិញខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសាកធ្វើញ៉ាំទាំងអស់គ្នាសាកមើលថារសជាតិហ្នឹងតើប្លែកឆ្ងាញ់ដូចខ្ញុំនិយាយមែនអត់ហើយសម្រាប់រូបមន្តវិញនេះអ្នកទាំងអស់គ្នាមិនមែនត្រឹមតែយកទៅដាក់ជាមួយនឹងភេសជ្ជៈផ្អែមអីទេអាចយកទៅប្រឡាក់សាច់បានដោយសារតែនៅក្នុងហ្នឹងគឺវាមានស្ករត្នោតមានទឹកដោះគោហើយប៊ឺអញ្ចឹងពេលដែលបងប្អូនយកទៅប្រឡាក់សាច់វិញគឺសាច់របស់យើងឡើងទន់ឈ្ងុយឆ្ងាញ់ហ្មងអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា